តោះសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយបញ្ញាយើងមកជួបគ្នាម្ដងទៀតសារជាថ្មីរៀងរាល់ព្រឹកទៅលើការវិភាគតម្លៃមាសដែលយើងត្រាច់ជាប្រចាំថ្ងៃចាប់ពីម៉ោង7ដល់ម៉ោង11ព្រឹកអូខេចឹងកុំឲ្យវែងឆ្ងាយយូរយើងមកមើលពីតម្លៃទាំងអស់គ្នាបងប្អូនបច្ចុប្បន្នតម្លៃមាសវានៅតម្លៃ5165ក៏ប៉ុន្តែតាមពិតទៅខ្ញុំឲ្យធ្វើការទិញតាំងពីតម្លៃ5130ជាងបើសិនជាបងប្អូនដែលនៅក្នុងក្រុម Telegram បងប្អូនប្រកាសជាបានចូលទៅតាមខ្ញុំហើយគឺយើងបានកាត់ទៅលើផលចំណេញមួយចំនួនហើយមួយវិញទៀតបងប្អូនតាក់ទងពីម្សិលមិញណាគេខ្លះដែលបានទទួលផលចំណេញដោយការចូលតាមខ្ញុំក្នុងការខ្ញុំបោះទៅលើ signal ក្នុងក្រុមហើយក៏ដូចគ្នាខ្ញុំចេញវីដេអូដែរគឺម្សិលមិញហ្នឹងបាន hit target របស់យើងពេញលេញតែម្ដងទៅលើតម្លៃមាសអញ្ចឹងក្នុងថ្ងៃហ្នឹងក៏យើងនៅតែធ្វើការ follow ទៅលើការទិញដដែលទេបងប្អូនហើយខ្ញុំមកនិយាយពីហេតុផលដែលខ្ញុំតម្លាក់ឲ្យទិញកាលពីម្សិលកាលពីព្រឹកមិញនេះដូចជាខ្ទង់ម៉ោង8ជាងខ្ញុំឲ្យធ្វើការទិញនៅតម្លៃ5130ជាងនេះបងប្អូនខ្ញុំនិយាយពីហេតុផលទី1គឺទីផ្សារហ្នឹងគឺវាបានឡើងផុតទៅលើ EMA ដែលខ្ញុំបានដាក់ឲ្យមើលនេះទៅលើ1ម៉ោង candlestick 1ម៉ោង EMA កន្លែងនេះគឺវាឡើងមកប៉ះស្អាតកន្លែងហ្នឹងហើយចាប់ផ្ដើមវាបង្កើតជា candle ថ្មីមួយជា bullish candle នេះបងប្អូនអាចមើលបានល្អមែនតើហើយក៏វាបានបន្សល់ shadow ទុកចន្លោះនេះចន្លោះ7លេខ shadow នេះវាបើសិនជាគិតមើលទៅក្នុង1ម៉ោងវាធំល្មមគួរសមដែរជាមួយនឹង body នេះ body វាកាន់តែធំទៀតអញ្ចឹងbody វា50លេខបងប្អូនអញ្ចឹងមាសនៅតែមានការកើនឡើងបន្តទៀតក៏ប៉ុន្តែមុនហ្នឹងគឺយើងបាន take profit មកតឹងហើយអញ្ចឹងសម្រាប់ target ធំរបស់យើងសម្រាប់យើង take profit ក្នុងថ្ងៃហ្នឹងគឺនៅតម្លៃ5200ទៅ5220អញ្ចឹងមានតែរងចាំមើលទាំងអស់គ្នាសម្រាប់បងប្អូនដែលចូលទៅតាមខ្ញុំកាលពីព្រឹកមិញនេះគឺយើងបានកាត់ profit មួយចំនួនហើយអញ្ចឹងយើងរងចាំ take profit នៅតម្លៃទៅលើនេះបន្តទៀតបងប្អូនហើយក៏ប៉ុន្តែខ្ញុំបញ្ជាក់បងប្អូនមួយទៀតទៅលើតម្លៃមាសពេលដែលវាឡើងទៅលើ target របស់យើងហើយបើសិនជាករណីថាបងប្អូនចង់ sell ខ្ញុំអត់ recommend ឲ្យ sell ទេទោះបីជាយើងដឹងថាវាធ្លាក់មកអាចនឹងចន្លោះ10 20លេខឬមួយក៏30លេខក៏ដោយក៏ប៉ុន្តែយើងអត់អាចរំពឹងថាវានឹងអាចធ្លាក់ដល់ភ្លាមធ្លាក់ទេព្រោះតម្លៃមាសវាមានការបុកឡើងកញ្ជ្រោខ្ពស់ភាគរយដែលវាឡើងខ្លាំងអញ្ចឹងករណីថាបើសិនជាយើងចូល sell អាចនឹងជាប់ទៅលើករណីបើសិនជាវាអត់ follow ទៅលើ setup របស់យើងអញ្ចឹងយើងព្យាយាម follow ទៅលើ trend ធំវិញពីព្រោះរូបភាពធំនេះបងប្អូនខ្ញុំដាក់ឲ្យមើលរូបភាពធំមាសនៅតែមានការកើនឡើងអញ្ចឹងបាទខ្ញុំអត់ចង់ឲ្យបងប្អូនធ្វើការ sell ទេសុខចិត្តរងចាំបើសិនជាវាធ្លាក់យើងបាយបន្តទៀតវាប្រសើរជាងក្នុងការយើង sell អូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់មកចែកម្លែកបើសិនជាបងប្អូនអត់តន់ចូលក្រុមបងប្អូនអាចចូលក្រុមបានអញ្ចឹងយើងរងចាំមើលទៅលើ target របស់យើងក្នុងថ្ងៃហ្នឹងទៅលើតម្លៃមាសថាវា hit ឬមួយក៏អត់អូខេមួយទៀតសម្រាប់បងប្អូនដែលអត់តមាន Candtrade បងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំបើក account ជូនតាក់ទងនឹង broker គឺខ្ញុំនឹងហៅ broker ដែលច្បាស់លាស់ទុកចិត្តអត់ឲ្យបាត់លុយទៅលើបងប្អូនទេហើយមួយទៀតករណីថាបងប្អូនមានការរវល់ច្រើនឬមួយក៏ករណីថាបងប្អូនជាប់ទៅលើការ RC បងប្អូនអាចដាក់ទៅលើ copy trade ជាមួយនឹងខ្ញុំបានដូចគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ